សរសើរឌីសូនីតា និងហេងបូនីកា មិនជាប់សាច់ឈាមគ្នា តែមិត្តភាពស្រឡាញ់គ្នាខ្លាំងដូចបងប្អូន អ្នកគាំទ្រនិយមតាមដានសកម្មភាពការងារសិល្បៈ និងឯកជនរបស់លំដាប់រងទី2 Miss Universe Cambodia ឆ្នាំ2022 កញ្ញាហេងបូនីកាច្បាស់ជាបានជ្រាបមកហើយថាចាប់បច្ចុប្បន្ននាងកំពុងចាប់ផ្ទុះនៅប្រជាប្រិយភាពខ្លាំងចាក់ក្តោបបាននៅការងារបច្ចាជាបន្តបន្ទាប់ផងដែរអ្វីដែលគួរឲ្យចាប់អារម្មណ៍អ្នកគាំទ្រក៏ធ្លាប់បានឃើញនៅសកម្មភាពចានានារវាងកញ្ញាហេងបូនីកានិងអ្នកនាងឌីសូនីតាដែរចាជារៀមច្បងនិងជាសិស្សប្អូនក្នុងវិស័យសិល្បៈនឹងគ្នាចាដោយមួយរយៈក្រោយនេះតារាស្រីទាំងពីរចាតែងផលិតមាតិកាផ្សេងៗជាមួយគ្នាផងដែរដោយឡែកក្រៅពីការផលិតមាតិការួមគ្នានោះអ្នកគាំទ្របានសង្កេតឃើញចាប់ពីទំនាក់ទំនងរបស់កញ្ញាហេងបូនីកានិងអ្នកនាងឌីសូនីតាចាំមើលទៅពិតជាស្និទ្ធស្នាលនឹងគ្នាខ្លាំងចាដូចបងប្អូនបង្កើតខណៈពេលទំនេរតារាស្រីទាំងពីរចាទៅណាមកណាជាមួយគ្នាមិនដែលដាច់នោះឡើយក្នុងនោះអ្នកគាំទ្របានសរសើរពីសម្ព័ន្ធភាពរបស់អ្នកទាំងពីរថាពិតជារាប់អានគ្នាចេញពីចិត្តមែនព្រោះបើទោះបីជាមិនមែនជាបងប្អូនបង្កើតមែនប៉ុន្តែតារាស្រីពីររូបខាងលើស្រឡាញ់យកចិត្តទុកដាក់មើលថែគ្នាយ៉ាងខ្លាំង